วิธีធ្វើជីទឹកស៊ូតូជូឬ EM ប្រភេទទី5សម្រាប់ការពារបណ្ដាញសន្លឹកនិងជួយទប់ស្កាត់ជំងឺនិងមេរោគផ្សេងៗជីទឹកស៊ូតូជូឬក៏ EM ប្រភេទទី5មានលក្ខណៈសម្បត្តិជួយបណ្ដាញសន្លឹកដែលតែងតែមកស៊ីស្លឹកឬបំផ្លាញដំណាំរបស់បងប្អូនដែលសត្វល្អិតខ្លះវាមិនត្រឹមតែស៊ីទេវាធ្វើឲ្យខូចហើយវាធ្វើឲ្យដំណាំរបស់បងប្អូនហ្នឹងគឺឈប់លូតលាស់តែម្ដងដូច្នេះហើយដើម្បីការពារឬជាទប់ស្កាត់កុំឲ្យមានបញ្ហានេះកើតឡើងបងប្អូនគួរតែចេះធ្វើជីទឹកដែលមានសុវត្ថិភាពប្រើប្រាស់ដោយខ្លួនឯងជំនួសឲ្យការប្រើប្រាស់ជីគីមីសម្រាប់ជីទឹក EM ប្រភេទទី5នេះមិនត្រឹមតែមានតួនាទីការពារសត្វល្អិតទេបងប្អូនវាក៏ជួយទប់ស្កាត់នឹងជំងឺផ្សេងៗផងដែរហើយវត្ថុធាតុដើមសម្រាប់ផលិតជីទឹកនេះគឺសុទ្ធសឹងតែជារបស់ធម្មជាតិអញ្ចឹងវាអត់មានសារធាតុគីមីទេវាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ហើយវាគ្មានកាកសំណល់ដែលធ្វើឲ្យខូចបរិស្ថានថែមទៀតផងជាងនេះទៅទៀតជីទឹកមួយប្រភេទនេះអាចប្រើជាមួយនឹងដំណាំបានគ្រប់ប្រភេទមិនថាតែឈើហូបផ្លែដំណាំហូបស្លឹកឬក៏ប្រភេទដំណាំសួនដំណាំលម្អដែលយើងអាចដាំដើម្បីយកផ្កាក៏បានដែរមានន័យថាបងប្អូនផលិតតែមួយគឺអាចប្រើបានគ្រប់ដំណាំទាំងអស់ដើម្បីផលិតជីទឹក EM ប្រភេទទី5នេះបានបងប្អូនត្រូវត្រៀមវត្ថុធាតុដើមដូចជាទឹកត្រាំថ្នាំជក់ចំនួន1ផ្នែកស្រាសូដែលមានកម្រិតអាល់កុល40ដឺក្រេ1ផ្នែកទឹកខ្មេះ1ផ្នែកស្កររងូ1ផ្នែកទឹកអតិសខុមមកប្រាឬបងប្អូនអាចប្រើ GEM ក៏បានដែរចំនួន1ផ្នែកទឹកស្អាត5លីត្រចុះដល់របៀបនៅក្នុងការធ្វើជីទឹក EM ប្រភេទទី5នេះជំហានដំបូងបងប្អូនត្រូវយកថ្នាំជក់ចន្លោះពី3ខាំទៅកន្លះគីឡូទៅត្រាំជាមួយនឹងទឹកធម្មតាចំនួន3លីត្រការត្រាំនេះបងប្អូនត្រូវចំណាយពេលយ៉ាងតិចក៏3ថ្ងៃដែរដើម្បីទទួលបានទឹកថ្នាំជក់ដែលមានគុណភាពខ្ពស់អញ្ចឹងបងប្អូនយកថ្នាំជក់ទៅត្រាំមួយទឹកហើយទុកចោលរយៈពេល3ថ្ងៃទៅហើយបើសិនមកបងប្អូនចង់ប្រើនៅក្នុងបរិមាណតិចជាងនេះបងប្អូនអាចប្រើថ្នាំជក់មួយខាំលាយជាមួយនឹងទឹកធម្មតាមួយកែវទៅបងប្អូនធ្វើច្រើននៅក្នុងបរិមាណដែលជារូបមន្តរបស់គេគឺថ្នាំជក់ចន្លោះពី3ទៅកន្លះគីឡូត្រាំមួយទឹក3លីត្រហើយត្រាំកាន់តែយូរប្រសិទ្ធភាពរបស់វាកាន់តែខ្ពស់ផងដែរបន្ទាប់ពីបងប្អូនត្រាំថ្នាំជក់ជាមួយទឹកហើយដែលយើងអាចផលិតបាននៅទឹកថ្នាំជក់ដែលមានគុណភាពខ្ពស់ហើយឥឡូវយើងចាប់ផ្ដើមដំណើរការនៃការផលិត GEM កម្រិតទី5ដោយយើងយកថ្នាំជក់ដែលយើងបានត្រាំបានហ្នឹងយកទៅដាក់លាយជាមួយនឹងទឹកស្អាតនៅក្នុងធុងចំនួន5លីត្រហើយបងប្អូនបន្តចាក់ស្កររងូមួយផ្នែកនៅក្នុងធុងហ្នឹងទៅហើយបើសិនបើអត់មានស្កររងូទេបងប្អូនអាចប្រើស្ករសឬស្ករអំពៅជំនួសបានបន្តមកទៀតបងប្អូនចាក់ទឹកខ្មេះមួយផ្នែកបងប្អូនចាក់ស្រាសមួយផ្នែកបងប្អូនចាក់ទឹកអតិសកុមមកប្រានឬក៏ប្រើ GEM មួយផ្នែកហើយបងប្អូនប្រើឈើដើម្បីកូរវត្ថុធាតុដើមទាំងអស់ហ្នឹងឲ្យវារលាយចូលគ្នានិយាយរួមទៅរបៀបនៅក្នុងការធ្វើគឺងាយស្រួលទេបើសិនមកបងប្អូនត្រាំថ្នាំជក់ជាមួយនឹងទឹកបានហើយបងប្អូនចាក់វត្ថុធាតុដើមទាំងអស់ចូលគ្នាហើយក៏កូរវាហើយយើងប្រកាសថាវារលាយចូលគ្នាអស់ហើយបងប្អូនចូលល្បាយដែលយើងបានលាយហ្នឹងដាក់ចូលទៅក្នុងដបឬក៏ធុងដែលយើងប្រើសម្រាប់ផ្អាប់ត្រូវតែប្រកាសថាទាំងដបឬធុងហ្នឹងគឺមានកម្រិតដបដាក់លបាយឬក៏ធុងដាក់លបាយហ្នឹងបងប្អូនតែត្រូវតែយកវាទៅដាក់នៅកន្លែងដែលមិនលប់ណាហើយត្រូវការចំណាយពេលដើម្បីឲ្យវាដំណើរការនៃការផ្អាប់ឬក៏កាច់បង្កើតបានទៅជាជីថ្នាំដែលមានគុណភាពខ្ពស់ហ្នឹងគឺត្រូវចំណាយពេលប្រហែលជា15ថ្ងៃហើយនៅក្នុងកំឡុងពេល15ថ្ងៃហ្នឹងបងប្អូនអាចមួយថ្ងៃម្ដងឬក៏2ថ្ងៃម្ដងបងប្អូនត្រូវតែអាសាទៅបើកគម្របវាដើម្បីបញ្ចេញឧស្ម័នជាប្រចាំពីព្រោះកាលណាតែយើងអត់បើកគម្របខ្លះទេវាអាចធ្វើឲ្យផ្ទុះដែរសារជាតិដែលយើងដាក់ទៅសិតតែមានជាតិកម្រិតអាល់កុលខ្ពស់អញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនត្រូវតែអាសាទៅបើកគម្របវាបញ្ចេញឲ្យវាចេញឧស្ម័នមកពីព្រោះថាដំណើរការនៃការផ្អាប់យើងក្រោបវាចិត្តឈឹងចឹងត្រូវតែប្រកបកន្លែងហ្នឹងដើម្បីសុវត្ថិភាពផងដែរ15ថ្ងៃក្រោយមកបងប្អូននឹងទទួលបាន GEM ប្រភេទទី5ហើយយើងក៏អាចយកវាមកប្រើដើម្បីបាញ់នៅលើដំណាំរបស់យើងគ្រប់ប្រភេទបានដែរដោយបរិមាណនៅក្នុងការប្រើហ្នឹងបងប្អូនត្រូវតែប្រើក្នុងសមាមាត្រជីទឹក EM កម្រិត5នឹងចំនួន2ស្លាបព្រាបាយលាយជាមួយនឹងទឹកធម្មតា5លីត្រហើយចំពោះការបាញ់នេះបងប្អូនត្រូវបាញ់នៅចន្លោះក្នុងម៉ោង6ព្រឹកណានិយាយទៅនៅពេលដែលអត់មានពន្លឺព្រះអាទិត្យឬក៏ម៉ោង4ល្ងាចពីពេលហ្នឹងបងប្អូនបាញ់មួយណាក៏បានដែរព្រោះម៉ោង6ព្រឹកនិងម៉ោង4ល្ងាចហ្នឹងគឺវាអត់សូវជាក្តៅទេអញ្ចឹងបងប្អូនអាចបាញ់ទៅព្រោះកាលណាយើងបាញ់នៅក្នុងពេលដែលមានពន្លឺថ្ងៃ
ថ្ងៃក្តៅខ្លាំងវាអាចធ្វើឲ្យមានផលប៉ះពាល់ទៅដល់ដំណាំរបស់បងប្អូនដែរពីព្រោះថាជីទឹក EM កម្រិតទី5នេះគឺវាខ្លាំងណាស់ហើយចំពោះការបាញ់នេះបងប្អូនគួរតែបាញ់ក្នុងរយៈពេល1សប្តាហ៍ម្ដងបានហើយឬក៏អាចយូរជាងនេះទៅតាមស្ថានភាពជាក់ស្ដែង